រាជធានីភ្នំពេញឯកឧត្តមខួងស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌនិងសង្កាត់ត្រូវរួមគ្នាបដិញ្ញាចិត្តលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមឲ្យអស់ពីក្នុងភូមិសាស្ត្ររបស់ខ្លួននិងត្រូវបន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរតាមយន្តការច្រកចេញចូលតែមួយរបស់សង្កាត់ដោយដំណាភាពនិងប្រសិទ្ធភាពខ្ពស់ធ្វើឲ្យលឿនធ្វើឲ្យលះបើស្ទះត្រូវចេះសុំយោបល់ដោយជៀសវាងដាច់ខាតការទាមទារសេវាក្រៅច្បាប់នាំឲ្យមានទោសទណ្ឌត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តហើយបន្តបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាបន្តទៀតការណែនាំបែបនេះរបស់ឯកឧត្តមខួនស្រេងបានធ្វើឡើងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណៈកម្មាធិការគណៈបកសង្កាត់ទាំង5របស់ខណ្ឌជ្រោយចង្វាក្រោយបញ្ចប់ម៉ោងរដ្ឋបាលនាល្ងាចថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះនៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វាឯកឧត្តមខួងស្រេងបានមានប្រសាសន៍ថាគណៈបកប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសម្រាប់សង្គមជាតិពិសេសក្រោមការដឹកនាំសម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសកម្ពុជាមានភាពសម្បូរសប្បាយគណៈបកប្រជាជនកម្ពុជាបានសង្គ្រោះជីវិតនិងផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជាបានបង្រួបបង្រួមជាតិសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជំងឺរាតត្បាត COVID-19 កសាងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើននិងមានចក្ខុវិស័យធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមមកកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ2050ឯកឧត្តមខួងស្រេងបានបន្តទៀតថាសមាជិកសមាជិកាសកម្មជនគណៈបកប្រជាជនកម្ពុជាត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជំនួសព្រំដែនកម្ពុជាថៃដោយសន្តិវិធីយកច្បាប់អន្តរជាតិនិងការទូតមកប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រជាណាចក្រកម្ពុជាបងប្អូនត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីមានការបង្ហូរឈាមសូមឲ្យសមាជិកសមាជិកាសកម្មជនគណៈបកប្រជាជនកម្ពុជាយកសកម្មភាពដ៏ល្អរបស់សម្ដេចទាំងទ្វេទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រួលជ្រាបកាន់តែច្បាស់ពេញចិត្តពេញថ្លើមបន្តគាំទ្រគណៈបកប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀតដើម្បីឈានឆ្ពោះទៅយកជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ2027និងឆ្នាំ2028ខាងមុខនេះក្នុងឱកាសនោះដែរទាំងចៅសង្កាត់និងមេភូមិមួយចំនួនបានលើកឡើងពីសមិទ្ធផលការងាររបស់បកដែលសម្រេចបានជាមួយនឹងការលើកឡើងពីផែនការសកម្មភាពដែលបាននឹងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបកបន្ថែមពីនេះចៅសង្កាត់និងមេភូមិបានស្នើសុំការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរដូចជាការស្នើសុំការកសាងផ្លូវបេតុងនៅក្នុងភូមិការកាយប្រឡាយនិងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើមហើយការស្នើសុំនេះក៏ត្រូវបានឯកឧត្តមខួងស្រេងឯកភាពប្រគល់ជូនតាមសំណើផងដែរ